ta chắc là dân ai cho từ là mê hiện dân tạm đó chắc là sẽ nghe mê hiện online ní dân năng riêng từ là fundamental security design từ là kia cha đọc bị cho nó bay cho nhá bông mùi năng group long cho thiệt chắc như kia níคือ กระปู 50 mét ជាប្រភេទបេតុង MA អូខេអញ្ចឹងតាក់ទងនឹង content របស់យើងទាំងអស់ខ្ញុំមាន6មាតិកាធំៗនៅក្នុងហ្នឹងហើយក្នុងមាតិកាហ្នឹងយើងbreak down វាទៅជាតូចៗទៀតនឹងបង្ហាញក្នុង slide ហ្នឹងអញ្ចឹងសម្រាប់ទី1តាក់ទងជាមួយ outline របស់ software modeling ហ្នឹងអញ្ចឹងនៅក្នុង e-tab ហ្នឹងយើងត្រូវដឹងថាយើងរៀនអីខ្លះហើយខ្ញុំនឹងបង្ហាញជូនដោយអាចយើងបើ software យើងបន្តិចយើងគិតថាគ្នាយើងទៅឡើងលើ software ហើយអស់ហើយនេះមិន drop ទៅលើ video guideline ហើយហ្នឹងជាងចំណុចទី2តើតើនឹង material spec យើងត្រូវដឹងពីការប្រើប្រាស់លើ material ហើយនឹង spec របស់ spec នៃការ design របស់យើងហ្នឹងឧទាហរណ៍ថាបេតុងយើងប្រើស្រេង 35 ឬក៏ 30 ដៃក្នុងបើយើងប្រើ SD 39ឬក៏ដៃកង 235 ជាដើមហើយនឹងទី3គឺ criteria load calculation ទាក់ទងនឹង line load របស់យើង design ហ្នឹងហើយ superimposed load pin load pressure load ឬក៏ earth load ហើយនឹង load combination ដែលយើងក្រុមតាមបទដ្ឋានកូដ ASE 16ហើយសម្រាប់ការ design យើងប្រើ ASE 3.8.9ចំណុចទី4ទាក់ទងជាមួយនឹង structural member design ជាងយើងនឹងរៀនគណនាថ្នាំសសរប្លង់សេជញ្ជាំងទប់ខ្យល់ជាដើមហើយជាមួយនឹង pipe cap ហើយជាមួយនឹង pipe spring model Shallow foundation របស់យើងហើយតាក់ទងនឹង concept analysis ហ្នឹងគឺតាក់ទងមួយការប្រើប្រាស់លើ software វាអាច concept ខ្លះក្នុងការវិភាគទៅលើគ្រឿងផ្គុំមួយដែលជា 3D modeling របស់យើងហ្នឹងអញ្ចឹងយើងស៊ីជម្រៅទៅក្នុងទៅពេលយើងចូលដល់ phase content ទី5នេះទី6គឺយើងនឹងយកអាគារដែលមានកម្ពស់12ជាន់13ជាន់ហ្នឹងយកមកសិក្សាអញ្ចឹងខ្ញុំនឹងរៀនយ៉ាងឲ្យ full set តែម្ដងគឺតាំងពីការ analysis ក្នុងលក្ខខណ្ឌ first order analysis និង second order analysis ដែលប្រើប្រាស់ software e-tab អូខេអញ្ចឹងយើងបកចូលទៅលើ outline របស់យើង